Full video see in my channel. អូខេសួស្តីទាំងអស់គ្នាមកវិលមកជួបគ្នាម្ដងទៀតហើយតើតើនឹងវីដេអូអំពី Pi នៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញបងប្អូនអំពីការអាប់ដេតខ្លះៗនៅក្នុង Pi Ecosystem ដែល Pi បានបន្ថែមមុខងារ Swap និង Exchange និងមុខងារច្រើនទៀតនៅក្នុង Pi Testnet បាទមិនទាន់ឲ្យ launch ជា mainnet ទេប៉ុន្តែឲ្យយើងធ្វើ test សិនអញ្ចឹងបងប្អូនដែលមាន account Pi កំពុងតែមាញហ្នឹងបានឲ្យធ្វើ KYC ជាប់ហើយអាចធ្វើការតេស្តមើលបានសម្រាប់បងប្អូនដែលបានចុះឈ្មោះហើយតែបោះបង់គួរតែពិចារណាក្នុងការចុចមាញវាឡើងវិញបាទហើយនឹងព្យាយាមឆែកមើល KYC បាទរបៀបឆែកមើល KYC ងាយស្រួលទេយើងគ្រាន់តែបើក Pi app មាញរបស់យើងរបៀបនេះមកហើយបងប្អូនចុចនៅត្រង់កន្លែងនេះ Trade 3តមកទៀតចុចត្រង់កន្លែងពាក្យ mainnet នេះ